bà pha ra mình chú bà về mà bà tục mùi lọ mà trên con trái mình chun chọc lại đại sư vi phá bàn tay bà này liền tay do bàn vi phá Sato ដល់កីឡាករនីជម្រើសជាតិកម្ពុជាដែលបានយកឈ្នះទៅលើកោះហ្គាម1-0យើងយ៉ាងម៉េចដែរប្រិយមិត្តចំពោះទម្រង់លេងរបស់ជម្រើសជាតិកីឡាករនីរបស់យើងណានៅក្នុងការប្រកួតយុមិញដែលបានយកឈ្នះក្រុមមកពីប្រទេសហ្គាមដោយលទ្ធផល1-0ដែលសុទ្ធបញ្ចូលទីដោយកីឡាករនីសឿនវិផាទាត់បញ្ចូលទីនៅនាទីទី16តាំងតែពីវគ្គទី1ម្លេះអញ្ចឹងបើយើងក៏លេខទៅមើលទម្រង់នៃការប្រកួតក្នុងការប្រកួតមិត្តភាពនេះឃើញថាជម្រើសជាតិនារីកម្ពុជាយើងមានការប្រកួតប្រជែងមួយគួរឲ្យកត់សម្គាល់គិតពីគុណផលគឺការលេងរបស់យើងគឺល្អមែនទែនមានភាពស៊ីសង្វាក់គ្នាឬសងតង់គ្នាណាភាពយកចិត្តគ្នាច្រើនជាពិសេសនៅក្នុងវគ្គទី1គឺកីឡាករនីរបស់យើងធ្វើការបានល្អមែនទែនទាំងប្រព័ន្ធបម្រើប្រព័ន្ធយុទ្ធហើយនឹងការពារប៉ុន្តែក៏នៅមានបញ្ហាខ្លះដែរនៅតំបន់ការពាររៀងចន្លោះប្រហោងខ្លះប៉ុន្តែនៅតែល្អចំពោះការប្រយុទ្ធកីឡាករការរត់អត្តការប៉ះបាល់មួយគឺច្បាស់ហើយមិនងាយរបូតបាល់ទេឃើញថាទម្រង់លេងគឺល្អមែនទេហើយសង្គ្រប់ទៅលើកីឡាករនីមកពីហ្គាមនេះខ្លាំងមែនទែននៅក្នុងវគ្គទី1នេះអញ្ចឹងបើយើងមុននឹងហ្គាមដែលគេមកប្រកួតមិត្តភាពមួយយើងនេះដោយសារតែគេនឹងត្រូវបន្ទាប់ពីប្រកួតមិត្តភាពជាមួយយើងគេក៏ត្រូវត្រៀមខ្លួននៅក្នុងពានរង្វាន់ទ្វីអាស៊ីដែរណានៅប្រទេសវៀតណាមតែវៀតណាមធ្វើជាម្ចាស់ផ្ទះហើយចំណែកជម្រើសជាតិកីឡាករនីរបស់យើងនេះក៏ត្រូវប្រកួតក្នុងពានរង្វាន់ AFC Women Asian Cup ផងដែរគឺការប្រកួតនេះនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី5សន្ទុះនៅថ្ងៃទី29ដល់ថ្ងៃទី5ខែកក្កដាឆ្នាំ2025ដែលធ្វើឡើងនៅប្រទេសកម្ពុជាយើងនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកនេះផ្ទាល់តែម្ដងអញ្ចឹងបើយើងមើលពីប្រវត្តិរបស់គេកន្លងមករបស់ហ្គាមនេះក៏មិនធម្មតាដែរគេធ្លាប់ឈ្នះអារ៉ាប់អ៊ីសាអូឌីតនៅក្នុងឆ្នាំ2024គឺក្នុងលទ្ធផល2-1ហើយគេចាញ់លីបង់4-3ហើយធ្លាប់ចាញ់ហ្សុកដានី3-0អញ្ចឹងហ្គាមក៏កីឡាករនីហ្គាមនេះក៏មិនធម្មតាដែរមុននឹងការប្រកួតមួយជម្រើសជាតិនារីកម្ពុជារបស់យើងហើយជម្រើសជាតិនារីកម្ពុជារបស់យើងវិញមុននឹងឈានមកដល់ការប្រកួតនេះគឺក៏យើងធ្លាប់ជាជើងឯករងនៅក្នុងឆ្នាំ2024ដែរនៅក្នុងពានរង្វាន់ Women AFF Women Cup ណាជម្រើសជាតិកីឡាករនីរបស់យើងធ្លាប់ជាជើងឯករងក្រោយចាញ់ឥណ្ឌូនេស៊ីនៅវគ្គផ្ដាច់ព្រាត់នោះ3-1អញ្ចឹងគុណផលរបស់កីឡាករនីរបស់យើងក៏ល្អដែរយើងបកមកការប្រកួតនេះវិញនៅក្នុងវគ្គទី1គឺឃើញថាក្រុមកីឡាករនីរបស់យើងធ្វើបានល្អមែនទែនទាំងការបច្ចេកទេសប្រយុទ្ធcounter attack ការប៉ះបាល់មួយមានភាពស៊ីសង្វាក់គ្នាការយល់ចិត្តគ្នាច្រើនពីកីឡាករនីរបស់យើងលេងដោយមានភាពជឿជាក់មែនទែនឃើញថាតម្រង់ប្រយុទ្ធគឺច្បាស់ការប៉ះបាល់ឲ្យគ្នាគេហៅថាភាពម្ចាស់ការរៀងខ្លួនមួយគឺល្អមែនទែនក្នុងការប្រកួតការប្រយុទ្ធមិញនេះធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងមែនទែនចំពោះជម្រើសជាតិកីឡាករនីរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំទៅឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ឃើញថាគុណភាពលេងការប៉ះបាល់ការប្រយុទ្ធ counter attack ការពិតពាំងបច្ចេកទេសយកបាល់បច្ចេកទេសរត់គឺធ្វើបានល្អមែនទែនក្នុងការប្រកួតនេះបើតែនៅក្នុងវគ្គទី1យើងឃើញថាមានបញ្ហាខ្លះតំបន់បម្រើយើងក៏មានភាព error ខ្លះដែរហើយ
អ្នកចាំទីវរិយាក៏ឃើញថាគាត់ឡើងមកតំបន់មុខទីរបស់ខ្លួននឹងឡើងមកហួសដូចជាការសម្រេចចិត្តរៀងយឺតប្រមាណដងដែរដែលប៊ីសតែនឹងធ្វើឲ្យក្រុមហ្គាមនឹងមានឱកាសក្នុងការសុទ្ធបញ្ចូលទីមកយើងវិញប៉ុន្តែនៅតែស្ថានភាពនៅតែអាចប្រែប្រួលបានប៉ុន្តែនេះគ្រាន់តែជាការប្រកួតមិត្តភាពអញ្ចឹងយើងនឹងក្រុមជម្រើសជាតិកីឡាការិនីរបស់យើងក៏ត្រូវតែមានភារកិច្ចបន្ទាប់គឺទៅប្រកួតក្នុងពានរង្វាន់ AFC Women Cup នៅប្រទេសកម្ពុជារបស់យើងនេះឯងណាគឺនៅថ្ងៃទី25គឺក្រុមជម្រើសជាតិកីឡាការិនីរបស់យើងនឹងត្រូវប៉ះជាមួយនឹងក្រុមមកពីហុងកុងនៅគឺប្រកួតនៅថ្ងៃទី29នៅប្រទេសកម្ពុជារបស់យើងហើយថ្ងៃទី5សំទោសថ្ងៃទី2យើងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិកីឡាការិនីហ្វីលីពីននៅភូមិបាលដ្ឋានជាតិអូឡ িম্প ពិកហើយប្រកួតចុងក្រោយរបស់យើងគឺនៅថ្ងៃទី5គឺប៉ះអារ៉ាប៊ីសាអូឌីតគឺក្រុមជម្រើសជាតិនារីមកពីអារ៉ាប៊ីសាអូឌីតនៅការប្រកួតចុងក្រោយអញ្ចឹងមានតែរងចាំមើលហើយទៅគ្រប់គ្រងជម្រើសជាតិកីឡាការិនីរបស់យើងទាំងអស់គ្នានៅថ្ងៃទី29ខែមិថុនានេះនៅសល់តែប្រហែលថ្ងៃទៀតទេគឺដល់ហើយប្រកួតចុងក្រោយរបស់ជម្រើសជាតិកីឡាការិនីរបស់យើងគឺនៅថ្ងៃទី5ខែកក្កដានៅកីឡដ្ឋានជាតិអូឡ িম্প ពិកផ្ទាល់តែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាសូមទៅចូលរួមទាំងអស់គ្នាដើម្បីលើកទឹកចិត្តកីឡាការិនីរបស់យើងឲ្យធ្វើបានល្អក្នុង tournament របស់នេះហើយសង្ឃឹមថាកីឡាការិនីរបស់យើងនឹងឆ្លងផុតពូលនៅក្នុងវគ្គនេះ